ដងផ្លែល្អណាស់ពុកម៉ែបងប្អូនដាំរយៈពេលតែ3ឆ្នាំបានផលដងនេះដើមទៀបដែរដាំរយៈពេល3ឆ្នាំឥឡូវបានផលបាទលឿនដងទឿទឹកច្រើនណាស់ពុកម៉ែបងប្អូនឃើញផ្លែទូចឹងទឹកឡើងហូរហៀងនេះដំណាំនៅជុំវិញមុខផ្ទះមានច្រើនមុខដែរមានក្រូចតបែកគីឡូនេះផ្ការិស័យនេះដើមអីនេះពុកម៉ែបងប្អូនខ្ញុំមិនស្គាល់ច្បាស់ដែរគេហៅផ្កាស្អីទេភ្លេចបាត់ហើយមុខផ្ទះមានផ្លូវបេតុងមួយខ្សែដ៏ស្រស់ស្អាតទេសភាពនៅក្នុងភូមិស្ថិតនៅទឹកដីខាងភូមិកំពង់រាពណ៍នេះពុកម៉ែបងប្អូនផ្ទះស្អាតណាស់ផ្ទះថ្មីបងតំសាងសង់ហើយតំធ្វើផ្លូវបេតុងនេះចាក់ទៅខាងភូមិកំពង់ស្ដីផ្ទះអ្នកភូមិនៅស្រុកស្រែមានដំណាំជុំវិញមុខផ្ទះនេះមានគ្រប់មុខតាំងពីស្លឹកគ្រៃអញ្ចឹងទៅដាំចម្រុះដល់ពេលនេះដងបុកមានដងត្រូវការដោតមកតើបូមkhông bẹ không đây không bắt chungនៅចំហៀងផ្ទះពីងទឹកភ្លៀងដាក់ជាហៀងសាគីឡូចេះទូរស័ព្ទនឹងឲ្យចូលរហូតទៅដូចជាដល់ទៅវាបាត់ពីបាអត់អីទៀតអេអត់ទៅនៅចូលនោះទៅលេខជ័យវងអូនេះដាំក្បែរផ្ទះប្លុកកភ្លូល្អបងប្អូនអើយនេះសេខ្ចីហ្មងខ្ញុំបេះយកទៅចុចម្លុកអីចឹងទៅនៅតាមស្រុកស្រែបានណាគីនេះមកតាមមួយនិយាយពីដល់ក
បាញ់ឈៀវបងប្អូនណាំនៅក្រៅទៀមផ្លឹកតែទិញគេទេប៉ុណ្ណេះនៅតាមជនបទទេប៉ះទេធម្មជាតិបងប្អូនអើយនេះ